បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តរៀន adverb of frequency ពាក្យថា adverb យើងប្រែថាគុណកិរិយាបាទដល់ពេល of frequency ពាក្យ frequency យើងបកប្រែថាបង្ហាញពីភាពញឹកញាប់ណាភាពញឹកញាប់អញ្ចឹង adverb of frequency យើងមានន័យថាគុណកិរិយាបង្ហាញអំពីភាពញឹកញាប់ថាតើសកម្មភាពនោះយើងធ្វើវាញឹកញាប់ប៉ុណ្ណាណាបាទអូខេអញ្ចឹង adverb of frequency ក្នុងទីនេះគឺខ្ញុំលើកមកចំនួន7ពាក្យណា7ពាក្យនេះគឺសុទ្ធសឹងតែជា adverb of frequency ដែលយើងចាំបាច់ត្រូវតែប្រើយើងអាសាប្រើយើងជួបវាញឹកញាប់ជាងគេបាទហើយសូមបញ្ជាក់បងប្អូនមិនមែនមានន័យថាមានតែ7ហ្នឹងទេគឺមានផ្សេងច្រើនទៀតបាទអាចមានដល់រហូតដល់10ជាងណាក៏ប៉ុន្តែខ្ញុំលើកយកមកតែ7នេះដោយសារតែផ្សេងទៀតហ្នឹងគឺភាគច្រើនគេអត់សូវដែរប្រើវាទេណាគេអត់សូវដែរប្រើវាទេយើងមិនសូវដែរជួបបាទអញ្ចឹងអ្វីដែលអត់សូវជួបគឺខ្ញុំអត់លើកមករៀនទេដើម្បីកុំឲ្យបងប្អូនខាតពេលទន្ទិញអ្វីដែលយើងមិនសូវប្រើហ្នឹងលើកមករៀនទៅអីណាបាទចាំទៅពេលបងប្អូនរៀនទៅដល់កម្រិតខ្ពស់ហើយបងប្អូនអាចស្រាវជ្រាវមើលខ្លួនឯងទៀតទៅថាមានអីខ្លះទៀតណាអូខេអញ្ចឹងទី1គឺពាក្យ always បាទពាក្យនេះបងប្អូនសូមអានឲ្យដាច់ណា all តែនេះ all ហើយ way always អត់ភ្ជាប់គ្នាទេណាខ្ញុំឃើញបងប្អូនមួយចំនួនគាត់អានភ្ជាប់គ្នាទៅជា all the way អាហ្នឹងអត់ត្រូវទេណា always ហើយ time s បាទ s កន្លែងនេះមិនមែនយើងទៅថែមទេបងប្អូនគឺពាក្យហ្នឹងវាមកបញ្ចប់ដោយអក្សរ s ចឹងស្រេចណាចឹងអានថា always បាទតែបាទឧទាហរណ៍ថា he always gets up late បាទមានន័យថាគាត់តែងតែភ្ញាក់ពីគេងយឺតបាទអញ្ចឹងបើយើងគិតទៅលើភាគរយយើងគិតថាម៉េចបាទឧទាហរណ៍ថាមួយខែ30ថ្ងៃគាត់ភ្ញាក់ពីគេងយឺតរហូតអញ្ចឹងគេប្រើពី always នេះឯងបាទយើងអាចនិយាយថា100%ណាអានេះ always នេះគឺ100%ហើយបាទមួយខែ30ថ្ងៃគឺគាត់ភ្ញាក់ពីគេងយឺតរហូតហ្នឹង always ទៀត you always borrow my pen ណាអ្នកតែងតែខ្ចីប៊ិចរបស់ខ្ញុំណាតែងតែ always តែងតែឬក៏យើងខ្មែរយើងអាចនិយាយថាអ្នកខ្ចីប៊ិចខ្ញុំរហូតបាទសិលមិញក៏ខ្ចីថ្ងៃនេះក៏ខ្ចីខ្ញុំរហូតអញ្ចឹងណាគាត់បាទហ្នឹងគឺ always ហ្នឹងដែរហើយយើងមើលទីតាំងរបស់វាបងទីតាំងវាគឺដាក់នៅណាគឺយើងដាក់នៅបន្ទាប់អំពី subject នេះ subject គឺពាក្យ he ហើយនិងពាក្យ you អញ្ចឹងបន្ទាប់ពីហ្នឹងមកគឺយើងដាក់ adverb of frequency មិននឹកឃើញចិត្តដាក់ទីពីហ្នឹងបងបាទមានទីតាំងរបស់គេណាបាទអញ្ចឹងគឺទីតាំងវាគឺចន្លោះពីអីចន្លោះពី subject ហើយនឹង verb នេះ subject ហើយនឹង verb អញ្ចឹង adverb of frequency ពី always នេះគឺដាក់នៅកណ្ដាលព្រោះណាបងបាទទី2គឺពាក្យ usually ពាក្យនេះអានថា usually អក្សរ s កន្លែងនេះសំឡេងវាស្មើនឹងអក្សរ sh បាទអញ្ចឹងសំឡេង surely usually អត់អានថា usually ទេណា usually អត់ត្រូវទេ usually ប្រែថាជាធម្មតាបាទជាធម្មតាបើយើងអាចនិយាយពីភាគរយវាអាចចន្លោះពី80ទៅ90%ណាបាទខ្ញុំនិយាយថា90ចុះចន្លោះពី90ចុះក្រោមពីចន្លោះពី8ទៅ9ហើយយើងបកប្រែវាថាជាធម្មតាឧទាហរណ៍ថា they usually come here ពួកគេជាធម្មតាមកទីនេះឧទាហរណ៍គេសួរថាពេលទំនេរពួកគេតែងពួកគេទៅណាអញ្ចឹងយើងនិយាយថា they usually come here ពួកគេជាធម្មតាមកនេះឯងបាទ we usually drink coffee បាទមានន័យថាពួកយើងជាធម្មតាផឹកកាហ្វេបាទឧទាហរណ៍គេសួរថាព្រឹកឡើងពួកអ្នកចូលចិត្តធ្វើអីគេហើយយើងឆ្លើយមក we usually drink coffee ណាជាធម្មតាយើងផឹកកាហ្វេពេលផឹកមិនធ្វើអីទេផឹកកាហ្វេហ្នឹងឯងអញ្ចឹងណាបាទ usually អញ្ចឹងបើគិតពីភាគរយគឺវាអាច90%ឬក៏80%ហើយមានន័យថាមិនមែនរហូតទេថាមួយខែ30ថ្ងៃអញ្ចឹងមិនមែនទៅផឹកកាហ្វេទាំង30ថ្ងៃទេអាចថាទៅ25ថ្ងៃអីចឹងទៅណាបងចាអូខេពាក្យជាបន្តគឺ often ពាក្យនេះអានថា often មិន often ទេណាបងអក្សរ t នេះអត់មានសំឡេងទេណាយើងអានថា often ប្រែថាជាញឹកញាប់ឬក៏យើងអាចនិយាយម្យ៉ាងទៀតថាឧស្សាហ៍មកយើងប្រើពាក្យឧស្សាហ៍ណាអញ្ចឹងបើយើងគិតពីភាគរយវាអាចពី60%អីហ្នឹងឯងបាទលើពាក្យកណ្ដាលតិចណាឧស្សាហ៍យើងប្រែថាជាញឹកញាប់ឬក៏ឧស្សាហ៍បាទអញ្ចឹងយើងមើលទីតាំងរបស់វាណាបង I often visit my parents បាទ I often visit ប្រែនេះប្រែថាទៅលេងឬក៏ទៅសួរសុខទុក្ខបើសំដៅលើទីកន្លែងឧទាហរណ៍ថារមណីយដ្ឋានឬក៏អីចឹងទៅយើងប្រែថាទៅលេងតែបើចំពោះមនុស្សពាក្យ visit នេះយើងប្រែថាទៅសួរសុខទុក្ខឬក៏ទៅលេងហ្នឹងក៏បានដែរប៉ុន្តែក្នុងន័យថាទៅសួរសុខទុក្ខបាទមានន័យថាខ្ញុំជាញឹកញាប់ទៅសួរសុខទុក្ខឬក៏ទៅលេងម៉ាក់ប៉ារបស់ខ្ញុំណាឬក៏យើងប្រែមួយយ៉ាងទៀតដូចជើប្រាប់មិញអញ្ចឹងប្រែថាឧស្សាហ៍ណាឧស្សាហ៍ឧទាហរណ៍ថាខ្ញុំឧស្សាហ៍ទៅលេងម៉ាក់ប៉ាខ្ញុំអញ្ចឹងណាបងបាទអញ្ចឹងទីតាំងវាទី1គឺដូចគេអញ្ចឹងដូចទី1និងទី2ដែរគឺគេដាក់នៅចន្លោះពី subject ហើយនឹង verb បាទតែទីតាំងមួយទៀតគឺគេដាក់នៅណាបងនេះដាក់នៅចុងប្រយោគបាទណាបាទ they drink coffee very
very យើងថែមពាក្យ very ក៏បានថែមពាក្យ more ក៏បានណាបាទមានន័យថាបន្ថែមទៀតបាទ very often មានន័យថាណាស់ណាបាទពួកគេផឹកកាហ្វេញឹកញាប់ណាស់បាទពួកគេផឹកកាហ្វេញឹកញាប់ណាស់អញ្ចឹង often បែរញឹកញាប់ very បែរថាណាស់ណាចុះបើយើងដូចទៅជើនិយាយមុនហ្នឹងថាដាក់ more often មានន័យថាញឹកញាប់ជាងមុនឃើញទេពាក្យ more ហ្នឹងមានន័យថាបន្ថែមលើសមុនអញ្ចឹងគាត់ថាពីមុនផឹកកាហ្វេតែមួយថ្ងៃ5កែវទេឧទាហរណ៍ណាមិនបាទឥឡូវផឹក6កែវមានន័យថាវាញឹកញាប់វាច្រើនជាងមុនអញ្ចឹងទៅញឹកញាប់ជាងមុន they drink coffee very often ពួកគេអាសាផឹកកាហ្វេណាស់អាសាផឹកកាហ្វេណាស់ឬក៏ផឹកកាហ្វេញឹកញាប់ណាស់អញ្ចឹងគ្រាន់តែអ្វីដែលចង់បញ្ជាក់គឺទី1ទីតាំងរបស់ often នេះគឺអាចដាក់នៅចន្លោះពី subject ហើយនឹង verb ដូចគេនេះដែរហើយទី2ពិសេសជាងគេគឺវាអាចដាក់នៅខាងចុងនេះបាទខាងចុងនេះហើយទី3គឺគេអាចថែមពាក្យ very ហើយនឹងពាក្យ more នៅពីមុខវាឃើញទេបាទមួយទៀតអាចថែមពាក្យ less ក៏បានដែរ less often មានន័យថាតិចជាងមុនតើនេះបងបាទឧទាហរណ៍ថា very ណាដល់ពេល more often មានន័យថាញឹកញាប់ជាងមុនដល់ពេល less often គឺតិចជាងមុនណាយើងនិយាយ L E S S ណា L E S S នេះបែរ less អាន less ណាដល់ពេលមួយទៀត more M O R E more មានន័យថាច្រើនជាងមុនញឹកញាប់ជាងមុនតោះណាបងបាទអញ្ចឹងពីរហ្នឹងហើយសូមបញ្ជាក់ពេលដែលយើងដាក់ពាក្យ less ពាក្យ more ពាក្យ very អីនេះ3ពាក្យនេះបានបាទលុះត្រាតែវានៅខាងណាមុននៅខាងចុងប្រយោគដាក់នៅចាំងប្រយោគតែបើជាទូទៅបើសិនតែយើងដាក់នៅចន្លោះពី subject ហើយនឹង verb នេះគឺយើងអត់ដាក់ less ហើយនឹង more ទេឬក៏ very ទេបងណាបងបាទអូខេតោះចូលដល់ទី4នេះខ្ញុំជឿថាបងប្អូនស្គាល់ទាំងអស់គ្នាហើយបាទភាសាស្គាល់ណាបាទព្រោះពាក្យ sometimes នេះគឺគេប្រើសឹងតែច្រើនមែនតើណាបាទអូខេ sometimes មិនមានអីហ่าពេលនេះ sometimes បាទ sometimes យើងបែរថាជួនកាលឬក៏ពេលខ្លះបាទពេលខ្លះឧទាហរណ៍ណាហើយទីតាំងវាពិសេសមែនតើបងប្អូនមើលទីតាំងរបស់វាមាន3 1 2 3ណាបាទអានេះមានតែ2ទេ often នេះមានតែ2ទេបាទអានេះមានតែ1ទេដល់ពេលនេះមាន3បាទហើយគិតទៀតបើលើពីភាគរយប៉ុន្មានបងប្អូនសាកគិតមើល sometimes បើវាថាវា50ណាបងប្អូនបាទពាក្យកណ្ដាលនេះ sometimes អូភ្លេច I ភ្លេច subject បងប្អូនភ្លេច I sometimes I get up late បាទមានន័យថាពេលខ្លះខ្ញុំភ្ញាក់ពីគេយឺតណាចឹងយើងដាក់ sometimes នៅខាងមុខគេបងពីមុខប្រយោគទាំងអស់ណាបាទទី2 I sometimes get up late ណា I sometimes get up late បាទ sometimes ចឹងយើងบอกថាខ្ញុំជួនកាលភ្ញាក់ពីគេយឺតអានេះជួនកាលខ្ញុំភ្ញាក់ពីគេយឺតណាបាទដល់ពេលទី3 I get up late sometimes បាទមានន័យថាខ្ញុំភ្ញាក់ពីគេយឺតម្ដងម្កាលពេលខ្លះឬក៏ជួនកាលណាយើងអាចប្រែអញ្ចឹងបានណា3ទីតាំងហ្នឹងដាក់បានជួនកាលពាក្យថា sometimes ហ្នឹងតោះណាបងបាទទីតាំង3ណាទី5ចូលដល់ទី5គឺ occasionally ពេលនេះ OC នេះ k a អត់មានតួប្រកបក៏សំឡេង a k s i o n គឺ shun al គឺ all ណា all no li li occasionally យើងប្រែថាយូម្ដងណាយូម្ដងណាបាទឬក៏ម្ដងម្កាលនៃតែមួយណាយូម្ដងថាអានេះខ្ញុំដាក់ឧទាហរណ៍តែមួយទេថាចង់អស់កន្លែងសេហ្មងណាបាទ they occasionally play game បាទពួកគេណាយូម្ដងលេងហ្គេមឬក៏ម្ដងម្កាលអានេះយើងចាំប្រែក្រោយក៏បានដែរណាពួកគេលេងហ្គេមម្ដងម្កាលណាប្រែអញ្ចឹងក៏បានដែរណាដើម្បីឲ្យវាស្រួលស្ដាប់នៅក្នុងភាសារបស់យើងប៉ុន្តែទីតាំងរបស់វាគឺដូចជាមួយទី1ទី2តែគឺដាក់នៅចន្លោះ subject ហើយនឹង verb អត់អាចទៅដាក់កន្លែងផ្សេងបានទេតោះណាបងបាទអូខេទី6គឺពាក្យ seldom ហើយឬក៏ hardly ever ណាពាក្យពីរហ្នឹងបកប្រែដូចគ្នាណាយើងអានថា seldom នេះចង់ឲ្យលុបអស់ហើយ seldom ឬក៏ hardly ever យើងបកប្រែថាកម្រអញ្ចឹងអានេះបើយើងគិតពីភាគរយនេះគឺប្រហែល 40% ណា40% ដល់ពេលនេះគឺអាចចន្លោះពី20ទៅ30% ណា seldom ឬក៏ hardly ever បែបកម្រមានន័យថាទៅដែរធ្វើដែររឿងហ្នឹងប៉ុន្តែកម្រធ្វើបាទមួយខែធ្វើម្ដងអីចឹងទៅណា I hardly ever drink wine យើងបកប្រែថាអីគេបងបាទបកប្រែថាស្រាសឬក៏បកប្រែថាស្រាហ្នឹងឯងបាទ hardly ever wine ណា I hardly ever drink coffee មានន័យថាdrink wine មានន័យថាខ្ញុំកម្រអីបងបាទកម្រផឹកពិសាហ្នឹងណាបាទកម្រផឹកស្រាណាមានន័យថាផឹកដែរប៉ុន្តែមិនសូវដែរកម្រណា
ចុងក្រោយបងបាទចុងក្រោយគឺពាក្យ never never នេះយើងបកប្រែថាមិនដែលគឺ0ហ្មង 0% ហ្មងអត់ដែលទេអត់ដែលធ្វើសោះហ្មង I never forget my duty ណា I never forget แบบភ្លេចខ្ញុំមិនដែលភ្លេចកាតព្វកិច្ចរបស់ខ្ញុំទេ duty យើងបែរថាកាតព្វកិច្ចតោះណាបងបាទអូខេអញ្ចឹងមានប៉ុណ្ណឹងណាហើយសូមបញ្ជាក់បងប្អូនឡើងវិញគឺទីតាំងរបស់វាណាយ៉ាងសំខាន់ទីតាំងរបស់វាបងដាក់ត្រូវទីតាំងទី1 always គឺចន្លោះពី subject ហើយនិង object ហើយនិង verb សំដៅបាទទី2ដូចគ្នាដែរ usually ទី3គឺអាចមានទីតាំងពិសេសមួយចន្លោះពី subject ហើយនិង verb ហើយនិងទីតាំងមួយទៀតគឺនៅចុងក្រោយប្រយោគហើយពាក្យ sometimes គឺទី1ដើមប្រយោគទី2ដូចគេដែរគឺចន្លោះពី subject និង verb ហើយទី3គឺចុងក្រោយប្រយោគអូខេបាទ occasionally គឺដូចគ្នានឹងទី1ទី2ដែរហើយ seldom ហើយឬក៏ hardly ever គឺដូចគ្នាដែរចន្លោះពី subject ហើយនិង verb never ក៏ដូចគ្នាដែរតោះណាបងបាទអូខេអញ្ចឹងបងប្អូនកុំភ្លេចធ្វើលំហាត់នៅខាងក្រោមមេរៀនយើងនេះផងណាក្រោមវីដេអូនេះផងហើយបើមានចម្ងល់សូមឆាតមកសួរ teacher នៅក្នុង group របស់យើងអូខេអរគុណច្រើន